ថ្ងៃនេះនាងខ្ញុំមកបង្ហាញបងប្អូនពីរបៀបឆាងាវដើម្បីឲ្យមានរសជាតិឈ្ងុយឆ្ងាញ់អញ្ចឹងទាំងនេះគឺជាគ្រឿងផ្សំរបស់យើងហើយបន្តមកទៀតយើងដាក់ខ្ទះហើយចាក់ប្រេងឆាចូលឲ្យក្តៅទៅហើយចាំយើងដាក់ជាមួយឆាជាមួយនឹងខ្ទឹមសនេះនាងខ្ញុំមកច្រាំវាទុកនៅក្នុងកន្លអញ្ចឹងណាបងប្អូនយើងចូលមកធ្វើអីទៅវាលឿនអញ្ចឹងណាហើយក៏អត់ភ្លេចបន្ថែមជាមួយនឹងខ្ទឹមក្រហមទេអញ្ចឹងគឺយើងឆាខ្ទឹមសខ្ទឹមក្រហមជាមួយគ្នាអញ្ចឹងទៅហើយបន្ថែមជាមួយនឹងប៊ឺសាបយើងនឹងមកដុំដែរបងប្អូនដើម្បីឲ្យយើងឆាទៅកាន់តែមានរសជាតិឆ្ងាញ់ហើយនេះយើងឆាងាវអំពិលទុំអញ្ចឹងយើងក៏អត់ភ្លេចជាមួយនឹងអំពិលទុំដែរហើយអំពិលទុំនេះខ្ញុំដាក់ជាមួយទឹកក្តៅឲ្យវាលាយអញ្ចឹងទៅយើងស្រួលយើងមកឆាអញ្ចឹងណាហើយអត់ភ្លេចជាមួយនឹងស្ករត្នោតរបស់យើងឯងពេលដែលយើងឆាងាវឆាអីយើងប្រើជាមួយស្ករត្នោតដល់វាទទួលបានក្លិនឈ្ងុយហើយនឹងពណ៌ស្រស់ស្អាតផងដែរហើយដើម្បីបង្កើនរសជាតិយើងក៏ប្រើជាមួយនឹងប្រេងខ្យងហើយម្សៅរ៉ូឌីហើយស្ករសក៏យើងអត់ប្រើដោយសារតែយើងប្រើជាមួយស្ករត្នោតហើយអញ្ចឹងយើងឆាគ្រឿងនោះឲ្យសព្វចូលគ្នាអញ្ចឹងណាបងប្អូនហើយយើងក៏ធ្វើការភ្លក់មើលថាវាល្មមឬក៏ប្រៃផ្អែមតាមចំណង់ចំណូលចិត្តហើយក៏យើងបន្ថែមជាមួយនឹងទឹកម្ទេសបន្តិចមកហើយក៏យើងចាក់ងាវយើងចូលមកបងប្អូនហើយងាវនេះគឺខ្ញុំបានត្រាំជាមួយម្ទេសយូរម៉ោងដែរដើម្បីឲ្យវាខ្ជាក់ដីចេញអញ្ចឹងណាព្រោះបើយើងអត់ធ្វើវិធីនឹងទេគឺពេលដែលយើងឆាមកយើងញ៉ាំទៅវាដីនៅក្នុងងាវអញ្ចឹងណាអញ្ចឹងបងប្អូនអាចត្រាំជាមួយនឹងម្ទេសអញ្ចឹងក៏បានឬក៏មានទឹកអង្ករយើងលាងអង្ករដាំបាយហ្នឹងបងប្អូនអាចត្រាំបានអញ្ចឹងយើងអាចត្រាំអាច15នាទីអីអញ្ចឹងទៅហើយយើងយកមកលាងសម្អាត3 4 5ទឹកអញ្ចឹងណាមើលថាតើងាវរបស់យើងហ្នឹងវាស្អាតដីទាំងក្នុងទាំងក្រៅនៅអញ្ចឹងណាបងប្អូនហើយឆាងាវអំពិលទុំហ្នឹងអត់ភ្លេចជាមួយនឹងស្លឹកម្រះព្រៅទេហើយមានរសជាតិឈ្ងុយឆ្ងាញ់មែនតើបងប្អូនហើយពណ៌ក៏វាស្អាតដែរ